ស្ទឹងមរណៈនៅខេត្តកណ្ដាលមានស្ទឹងមួយដែលមនុស្សក្នុងភូមិហៅថាស្ទឹងមរណៈស្ទឹងនេះស្ងប់ស្ងាត់ពេលថ្ងៃប៉ុន្តែពេលយប់វិញគេនិយាយថាមានសំឡេងយំនិងសំឡេងហៅពីក្នុងទឹកអ្នកភូមិបារម្ភណាស់មិនហ៊ានទៅជិតក្រោយម៉ោង 7 យប់ឡើយថ្ងៃមួយមានយុវជន4នាក់មកពីភ្នំពេញទៅធ្វើវីដេអូ YouTube បែបស្វែងរករឿងអាថ៌កំបាំងពួកគេនិយាយថាខ្មោចអីទេគ្រាន់តែរឿងនិយាយគ្នាទេពួកគេចូលទៅដល់ស្ទឹងនៅម៉ោង 10 យប់ពន្លឺភ្លើងកាមេរ៉ាបំភ្លឺតែបន្តិចជុំវិញមានតែភាពងងឹតនិងខ្យល់ត្រជាក់ប្លែកៗមួយរយៈក្រោយមានសំឡេងមួយឮពីក្នុងទឹកជួយខ្ញុំផងម្នាក់ក្នុងក្រុមសើចអូវាជាសំឡេង recording ទេប៉ុន្តែសំឡេងនោះកាន់តែខ្លាំងឡើងចុះមុននេះជួយខ្ញុំយុវជនម្នាក់ដើរចូលទៅជិតទឹកភ្លាមមានដៃមួយសើមត្រជាក់ចេញពីទឹកចាប់ជើងគាត់ស្រែកជួយខ្ញុំមិត្តភ័ក្តិរត់ទៅជួយប៉ុន្តែគេត្រូវបានទាញចូលទៅក្នុងទឹកភ្លាមទឹកក្រហមស្រអាប់ហើយស្ងប់ស្ងាត់វិញ3នាក់ទៀតភ័យរត់គេចតែពេលរត់ចេញពីស្ទឹងពួកគេឃើញមិត្តរបស់ពួកគេដែលបាត់ទៅហើយកំពុងឈរនៅមុខស្រអាប់ភ្នែកខ្មៅនិងទឹកហូរចេញពីរាងកាយគាត់និយាយបន្តិចមកលេងជាមួយខ្ញុំនៅក្រោមទឹកព្រឹកថ្ងៃបន្ទាប់អ្នកភូមិរកឃើញតែកាមេរ៉ាមួយនៅជិតស្ទឹងក្នុងវីដេអូមានតែសំឡេងស្រែកនិងរូបភាពចុងក្រោយជាច្រើនដៃពីក្នុងទឹកកំពុងទាញមនុស្សចូលក្រោមស្ទឹងចប់ដោយអាថ៌កំបាំងអ្នកភូមិនិយាយថាស្ទឹងមរណៈមិនដែលយកជីវិតមនុស្សតែម្នាក់ឡើយវាតែងតែទាញយកទាំងក្រុម